របៀបក្នុងការបង្កើតទឹកខៀវបែបធម្មជាតិសម្រាប់ញ៉ាំចៃក្រហមដើម្បីឲ្យត្រីក្រឹមយើងវិធីសាស្ត្រមួយប្រភេទនេះក៏ជាវិធីសាស្ត្រមួយដែលពេញនិយមខ្លាំងដែរសម្រាប់បងៗជាអ្នកចិញ្ចឹមត្រីក្រឹមតែក៏វាទាមទារពេលវេលាហើយនឹងកន្លែងដែលធ្វើនឹងរៀងធំគ្រាន់បានវាកើតច្រើនអញ្ចឹងណាអត្ថប្រយោជន៍វាបើនិយាយឲ្យចំទៅវាស្រួលជាងទឹកខៀវដែលយើងធ្វើមកពីជីគឺដោយសារតែប្រភេទទឹកអាចត្រីនេះយើងអត់សូវចាយលុយទិញជីច្រើនទិញអាចត្រីតែ1គីឡូ2គីឡូតែ1000-2000រៀលទេយើងអាចធ្វើបានទៅ2ទៅ3សប្តាហ៍ក្នុងការចិញ្ចឹមចៃក្រហមអញ្ចឹងណាដំណើរការនៃការធ្វើទឹកខៀវពីអាចត្រីនេះខ្ញុំធ្វើដំបូងខ្ញុំប្រើតង់ប្រហែលជាទទឹង2ម៉ែត្របដោយ2ម៉ែត្រហើយខ្ញុំដាក់អីហុំពាត់អញ្ចឹងមកហើយដាក់ទឹកវាចូលទឹកធម្មតាក៏បានទឹករត់ទៅនៅក្នុងបរិមាណទឹក400លីត្រខ្ញុំធ្វើការដាក់អាចត្រីចំនួន2គីឡូក្រាមអាចត្រីយើងប្រើអាចត្រីអីក៏បានដែរប៉ុន្តែបើបានអាចត្រីអត់ស្ការដូចជាត្រីប្រារឹតតែល្អថែមទៀតខ្ញុំធ្វើការយកអាចត្រីរបស់យើងយកទៅដាក់ត្រាំនៅក្នុងទឹកក្នុងតង់របស់យើងរយៈពេល1សប្តាហ៍នេះគឺជា process រយៈពេល3ថ្ងៃទេឃើញថាវាចាប់ផ្ដើមខៀវបន្តិចម្ដងហើយរយៈពេលនេះបងមានមេពូជអាចប្រឡែងចូលបានខ្លះតែកុំទាន់ប្រឡែងចូលច្រើនពេកបើសិនជាឃើញវាខៀវបែបនេះបងយកមេពូជពីប្រឡាយឬក៏ទិញគេអញ្ចឹងទៅយកទៅប្រឡែង3ថ្ងៃក្រោយវានឹងកើតស្ញែនេះជាការពិសោធន៍របស់ខ្ញុំប៉ុន្តែរយៈពេល3ថ្ងៃក្រោយបន្ទាប់ពីខ្ញុំលែងមេពូជចូលឃើញថាចៃទឹកក្រហមចាប់ផ្ដើមកើតច្រើនបន្ទាប់មកបងអាចប្រមូលផលវាយកទៅឲ្យកូនត្រីយើងស៊ីបានបងត្រូវចាំថាមុននឹងយើងដាក់ឲ្យកូនត្រីយើងស៊ីយើងត្រូវសម្អាតសម្រាមឬក៏កាកសំណល់ខ្លាញ់ត្រីយើងនៅពីលើទឹកនឹងផងឲ្យនៅពេលដែលយើងដាក់ឲ្យកូនត្រីឬក៏ត្រីយើងធំស៊ីវាអាចនឹងប៉ះពាល់ដែរណាអាកាកខ្លាញ់ហ្នឹងវីដេអូនេះអាចនឹងអត់សូវជាច្បាស់ប្រហែលទេប៉ុន្តែវីដេអូក្រោយខ្ញុំនឹងព្យាយាមនិយាយឲ្យលម្អិតជាងនេះបើសិនជាបងប្អូនមានចម្ងល់ឬក៏មានអីពាក់ព័ន្ធជាមួយនឹងការបង្កើតទឹកខៀវពីអាចត្រីនេះបងអាច comment សួរខ្ញុំបានបើខ្ញុំមានពេលវេលាខ្ញុំនឹងតបជូនប៉ុន្តែបើសិនជា comment នោះច្រើនខ្ញុំនឹងអាចធ្វើវីដេអូក្រោយមួយទៀតបងកុំភ្លេចជួយចុច subscribe ហើយនិង like នៅក្នុងវីដេអូនេះផងដើម្បីទទួលបានវីដេអូនៅពេលក្រោយទៀតចង់បានចំណេះដឹងអ្វីផ្សេងពីត្រីក្រឹមអាចសាកសួរបានសូមអរគុណ